បាទជំរាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសជប៉ុនទាំងអស់គ្នាផងដែរបាទហើយកម្មវិធីចូលឆ្នាំខ្មែរយើងដឹងតែឈុតធំទៀតហើយបាទនៅកំពង់ផែណាហ្គូយ៉ាបាទលើកនេះនៅខេត្ត Aichi គឺនៅក្រុងណាហ្គូយ៉ាអញ្ចឹងបាទអញ្ចឹងអ្នកដែលនៅណាហ្គូយ៉ាឬក៏នៅតំបន់ខាន់សៃតំបន់ជុំវិញហ្នឹងឯងគឺស្គាល់ហើយបាទគឺនៅកំពង់ផែណាហ្គូយ៉ាអញ្ចឹងបាទដែលមានសួនមួយធំនៅហ្នឹងអញ្ចឹងកន្លែងដែលគេបាញ់ជួយកន្លែងអីអញ្ចឹងបាទអញ្ចឹងអត់ស្គាល់អីខ្ញុំនឹងតម្លាក់ទីតាំងខាងក្រោមទៀតហើយសំខាន់បាទដូចក្នុងវីដេអូអញ្ចឹងបាទគឺកម្មវិធីរៀបចំកម្មវិធីអីឆើតឆាកធំអីអញ្ចឹងបាទហើយមានប្រសង់មានអីមានកម្មវិធីសាសនានិងមានកម្មវិធីល្បែងប្រជាប្រិយមានម្ហូបអាហារខ្មែរយើងមានអីអញ្ចឹងបាទអញ្ចឹងដូចក្នុងកម្មវិធីហ្នឹងអ្នកណាដែលចង់មកព្រលឹមឬក៏មកជួយរៀបចំខ្លះឬក៏មកពុះនំសាច់ឬក៏មកខាងកម្មវិធីពុទ្ធសាសនាហ្នឹងបាទគឺអាចចូលរួមបានទាំងអស់គ្នាដោយសេរីអញ្ចឹងហើយមករៀនសូត្រក៏បានមកជួយជាកម្លាំងក៏បានឬក៏មករៀបចំអីក៏បានបាទអញ្ចឹងគ្នាយើងអីបាទអ្នកណាដែលនៅចិត្តហ្នឹងអាចមកលឿនបានឬក៏អ្នកដែលនៅឆ្ងាយអីអាចមកតាមសម្រួលបានអញ្ចឹងបាទមានកម្មវិធីច្រើនកម្មវិធីរាំលេងកម្សាន្តកម្មវិធីល្បែងជាប្រៃនិងមានម្ហូបអាហារមានអីច្រើនអញ្ចឹងបាទរបៀបខ្មែរយើងអញ្ចឹងគឺលើកនេះគឺមានការចូលរួមដោយតារាចម្រៀងពីខ្មែរមកពីផលិតកម្មពីអីចឹងបាទអញ្ចឹងអាចមកចូលរួមសប្បាយទាំងអស់គ្នាមកជួបជុំគ្នាអញ្ចឹងបាទហើយអាស័យដ្ឋាននឹងលេខតំណងអីខ្ញុំនឹងតម្លាក់ខាងក្រោមនឹងបន្ថែមទៀតបាទហើយបើខ្វះខាតអីជួយណែនាំផងបាទអញ្ចឹងជួបគ្នានៅកម្មវិធីណាក៏យ៉ាបាទអរគុណច្រើន